Bạn bóng ôn group chuẩn bị số từng óc nè bạn ngày bóng ôn ngày nay nhom màu ở phơ bằng hai bà vì cả xong chụp này rồi lập côn mon mà trongอายุมาขายbạnแต่ยมแต่งแต่ធ្វើជាប្រចាំបាទសម្រាប់កូនមន់របស់ខ្ញុំបាទថ្ងៃនេះហើយនេះជាប្រភេទចំណីមន់ធំហើយបាទប៉ុន្តែដោយសារកូនមន់ខ្ញុំវាធំណាស់អញ្ចឹងខ្ញុំដូរចំណីដាក់មន់ធំតែម្ដងតែបើសិនជាកូនមន់យើងនៅក្រោមអាយុ21ថ្ងៃគឺយើងប្រភេទចំណីឡាត់បាទចំណីយ៉ាងម៉ត់ហ្នឹងហើយប៉ុន្តែរឿងណាសំខាន់នោះបាទគឺខ្ញុំចង់បង្ហាញអំពីការផ្សំបាទវាមិនផ្សំឲ្យច្រើនទេបងប្អូនសិតតែចម្រាច់ប្រភេទសម្រាប់ទាំងអស់ហ្នឹងតែគាត់ថាយើងបញ្ចូលបាទបញ្ចូលពីចង់និយាយថាមាន2មុខបាទ3មុខទាំងអស់បាទខ្ញុំមានទឹកថ្នាំរបស់ខ្ញុំបាទហើយហ្នឹងទឹកថ្នាំហ្នឹងគឺខ្ញុំឲ្យកូនមន់របស់ខ្ញុំបាទស៊ីតាំងពីវាចេះស៊ីចំណីមកគឺខ្ញុំឲ្យស៊ីរហូតដល់ខ្ញុំតម្លាក់ចុះដីបាទព្រោះទឹកថ្នាំហ្នឹងគឺសំខាន់ណាស់សម្រាប់ខ្ញុំណាបងប្អូនបាទតែគាត់ថាហ្នឹងហើយបងប្អូនព្រោះនឹងជាកម្មសិទ្ធិតែតែកម្មសិទ្ធិបញ្ញាបាទអញ្ចឹងខ្ញុំគាត់ថាចង់ឲ្យបងប្អូនដឹងបាទតើខ្ញុំធ្វើអីខ្លះអញ្ចឹងណាអំពីការថែទាំបាទការឲ្យចំណីហ្នឹងហើយអញ្ចឹងគឺខ្ញុំកោច្រវល់ឲ្យវាចូលជាតិបាទទឹកនឹងចូលជាតិក្នុងចំណីសិនបាទហើយខ្ញុំដូចថាវានៅស្ទើបន្តិចខ្ញុំលាយបន្ថែមបាទចាក់ចូលបន្ថែមកោវាឲ្យសប់អញ្ចឹងមកបាទដើម្បីវាចូលជាតិបាទកូនមន់យើងស៊ីទៅមានសុខភាពល្អហើយក៏ដោះរោមហ្នឹងក៏បានលឿនបាទចិត្តល្អជាពិសេសចង់និយាយថារោមរបស់វាគឺរឹងល្អបាទជាពិសេសកាត់បន្ថយក្នុងការចឹកគ្នាផងដែរបាទបងប្អូនហ្នឹងហើយឥឡូវខ្ញុំរួចរាល់ហើយអញ្ចឹងខ្ញុំនឹងយកទៅឲ្យកូនមន់របស់ខ្ញុំបាទណែបងប្អូនសម្រាប់កូនមន់នៅក្រោមនេះបាទតាមពិតទៅរត់នោះគឺខ្ញុំដាក់លាយចង់កឲ្យវាស៊ីទេបាទតែដោយសារខ្ញុំមកធ្វើបង្ហាញបងប្អូនដល់ហើយខ្ញុំក៏ដាក់ឲ្យវាស៊ីដែរទៅបាទតែបើតែអស់ហ្នឹងគឺត្រូវលាយចង់កចង់អីឲ្យវាស៊ីហើយចំណីដែលខ្ញុំលាយនេះគឺសម្រាប់តែកូនមន់បាទដែលនៅក្នុងទ្រុងរបស់ខ្ញុំនោះទេបាទប៉ុន្តែឃើញវាឃ្លានហើយក៏ដាក់ឲ្យវាស៊ីទៅនៅឃ្លានអាពីនេះមកទៅដើមដែរបាទបងប្អូនឃើញអត់បាទសុខភាពល្អណាស់បងប្អូនអើយហើយរោមវិញដោះលឿនមែនតើបងប្អូននិយាយចំមន់ខ្ញុំនៅក្រៅនោះត្រឹមតែអាយុដូចជាមួយខែមក6ថ្ងៃទេបាទអស់នេះនៅទេបាទប៉ុន្តែក្នុងទ្រុងគឺមាន3ក្បាលបងប្អូនណាដែលវាមានអាយុគ្រប់លើមួយខែហើយតែដោយសារវាជាងស្ទើបន្តិចបាទកាលពីខ្ញុំដាក់ចុះហ្នឹងគឺខ្ញុំប្រញាប់ដាក់ចុះពេកដោយសារវាអត់ទាន់ស្ងួតរោមស្រួលបួលគឺខ្ញុំដាក់ចុះទៅហ្នឹងហើយនេះបាទខ្ញុំលាងស្នូកបន្តិចបាទដោយសារវាប្រឡាក់បាទវាជុះដាក់អញ្ចឹងទៅបាទហ្នឹងហើយឥឡូវរួចរាល់គឺខ្ញុំយកមកនេះដាក់វាស៊ីធម្មតាហើយនេះបាទជាអ្វីដែលខ្ញុំតែងតែធ្វើបងប្អូនហើយចង់និយាយថាកូនមន់បាទដែលខ្ញុំចិញ្ចឹមគ្រប់គ្រងថែរក្សាហ្នឹងអត្រារស់បងប្អូននិយាយមែនគឺ100%ហ្មងបងប្អូនហើយទៅហ្នឹងហើយចឹងនិយាយថាចាមិនដឹងថាវាជាសំណាងចាយដនរបស់ខ្ញុំក៏យ៉ាងម៉េចឬក៏បច្ចេកទេសរបស់ខ្ញុំណាបងប្អូនណាចឹងហ្នឹងគឺខ្ញុំអត់ហ៊ាននិយាយទេបាទព្រោះអីទីមួយខ្ញុំនៅស្ទើបាទនៅខ្ចីចឹងនិយាយថាគ្រប់យ៉ាងការធ្វើបង្ហាញឡើងគឺថ្មីសុទ្ធសាធអញ្ចឹងមិនហ៊ានអីនិយាយអីច្រើនទេតែឲ្យបងប្អូនគិតពិចារណាខ្លួនឯងតាគ្រប់យ៉ាងហ្នឹងវាជាបច្ចេកទេសរបស់ខ្ញុំឬមួយជាសំណាងចែកដនអញ្ចឹងណាបងប្អូនណាហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនបាទ